លោកដូចបានស្ដាប់ខ្ញុំនិយាយច្រើនហើយខ្ញុំសូមនិយាយឡើងវិញក្នុងពេលប្រជុំរដ្ឋមន្ត្រីអាស៊ានច្រើនដងក្នុងអាទិត្យមុននេះខ្ញុំបានប្រើពាក្យកម្ពុជាមិនជាតុលាការប្រជុំរដ្ឋមន្ត្រីអាស៊ានមិនមែនជាតុលាការឲ្យអ្នកណាខុសឲ្យណាទៅកម្ពុជាក្នុងនាជាប្រធានអាស៊ានមានជំហរជាលក្ខការខ្ញុំសូមបញ្ជាក់ម្ដងទៀតមានជំហរជាលក្ខការហើយលក្ខការរបស់កម្ពុជានេះឥឡូវនេះបច្ចេកមួយនេះបញ្ជាក់នៅលក្ខការរបស់ខ្ញុំដែលខ្ញុំបានលើកច្រើនដងនៅក្នុងពេលប្រជុំរដ្ឋមន្ត្រីអាស៊ានដូច្នេះយើងអត់យកជំហរតែណាទាំងអស់យើងអត់យកយើងកម្ពុជាមិនមែនជាអ្នកទាមទារតេតទៅក្នុងបញ្ហាមកចឹងបងកម្ពុជាមិនមែនជាអ្នកកាន់ជើងខាងណាកម្ពុជាជាប្រធានអាស៊ានទៅធ្វើយ៉ាងម៉េចឲ្យភាពការវាសូស្រួលមិនចាក់សាំងដុតថែមលើភ្លើងកំពុងតែឆេះទេនេះជាទូនាទីរបស់ប្រធាន